តជាប់នៅក្នុងដួងហារទេនាំពីសេញរត់កាត់ស្មៅជ័យកំសាណែគ្នាយើងទាំងអស់គ្នាបានរៀនសូត្រអំពីបច្ចេកទេសនៅក្នុងការដាំដុះអនុវត្តទៅតាមគោលការណ៍កសិអេកូឡូស៊ីទាំងអស់គ្នាហើយមែនទេបាទមែនហើយលោកអ៊ំទាំងហើយពួកយើងត្រូវត្រៀមខ្លួនដើម្បីយកទៅអនុវត្តបន្តនៅក្នុងសហគមន៍យើងដើម្បីឲ្យកសិករនៅក្នុងសហគមន៍យើងបានអនុវត្តបច្ចេកទេសនេះឲ្យបានត្រឹមត្រូវមែនហើយអ៊ំអញ្ចឹងលោកប្អូនខាងនោះបានត្រៀមខ្លួនហើយឬនៅបាទខ្ញុំត្រៀមខ្លួនរួចរាល់ហើយលោកបងពួកយើងចេញដំណើរមែនហើយតោះពួកយើងមែនហើយស្រមៃស្រមៃជានិច្ចអត់មានផ្លេចជំរាបសួរលោកអូនបាទជំរាបសួរក្មួយអូលោកអូនសាន់តោះលោកបងតោះយើងនាំគ្នាទៅព្រោះអ្នកចូលរួមកំពុងតែរងចាំពួកយើងដោយដែលបងប្អូនបានឃើញស្រាប់ហើយការអនុវត្តបច្ចេកទេសកសិអេកូឡូស៊ីនៅក្នុងការដាំដុះវាធ្វើឲ្យគុណភាពដីយើងប្រែប្រួលល្អទៅពីមួយឆ្នាំទៅមួយឆ្នាំមិនដូចជាការប្រើប្រាស់ជីគីមីនោះទេអូលោកបងខ្ញុំយល់ហើយចំពោះស្រីរាល់ថ្ងៃព្រួយអត់ណាព្រួយព្រោះខ្លាចមានស្នាបានទៅទេនៅក្នុងការអនុវត្តបច្ចេកទេសដាំដុះតាមគោលការណ៍កសិអេកូឡូស៊ីដែលលោកគ្រូអ្នកគ្រូទាំងអស់បានបង្រៀនដល់គ្រូបង្គោលរបស់សហគមន៍យើងហើយគ្រូបង្គោលរបស់សហគមន៍យើងបានទៅផ្សព្វផ្សាយបន្តដល់កសិករយ៉ាងច្រើនហើយពួកគាត់មានការចាប់អារម្មណ៍ខ្លាំងណាស់ជលរំភើយងំចំឡាយដែលខ្ញុំវាចាអរគុណលោកតាដែលបានទិញកង់ឲ្យចៅ